ok សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូរបៀប install Gaming Store នៅលើ Microsoft ជាទូទៅ Microsoft យើងបើបងប្អូន search Gaming Service គឺវាអត់ចេញទេវាអត់ចេញចឹងបងប្អូនអាចវាយពាក្យតាមដូចខ្ញុំអញ្ចឹងចាំមើលអានេះសារខ្ញុំ install ហើយអញ្ចឹងវាមាន Gaming Service ហើយនេះចឹងបងប្អូនវាយចុច Windows key Windows លើ keyboard យើងមកហើយបងប្អូនវាយពាក្យWindows PowerShell ហើយ run វា right click លើវាហើយយក run admin ចឹងមកហើយ yes មកតមកនេះខ្ញុំយកពាក្យអូខេអញ្ចឹងពាក្យហ្នឹងចាំមើលខ្ញុំដាក់នៅក្នុងក្រុមវីដេអូនៅក្នុង YouTube របស់ខ្ញុំបងប្អូនអាចចូលទៅយកបានបងប្អូនយកពាក្យហ្នឹងមកផាសកន្លែងនេះមកហើយបងប្អូនចុច enter ហើយវានឹងចេញពាក្យមួយតង់ទៀតមកនេះបងប្អូនយកពាក្យទី2យកមកដាក់មក enter ម្ដងទៀតមកបងប្អូនអាច download វាបាននេះឃើញ Microsoft install ចឹងបងប្អូនចុច install វាមកអាចនិយាយថាហ្នឹងគឺជាបញ្ហាទូទៅរបស់ក្រុមហ៊ុន Microsoft ហ្មងមិនជាបញ្ហារបស់ពួកយើងទេអូខេពេលបានចឹងហើយអូខេចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងបាយបាយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយហ្នឹងបើសិនថាវីដេអូមានប្រយោជន៍កុំភ្លេចជួយ like ហើយ comment ផងបងប្អូនអរគុណបាយបាយ